ដួងព្រលឹងដ៏ល្អឥតខ្ចោះស្រោបដោយដៃយន្តហោះដ៏តាន់ហាប់ហើយណែននេះគឺជាសមិទ្ធផលថ្មីមួយដែលខ្ញុំនឹងធ្វើបទបង្ហាញនៅក្នុងវីដេអូនេះពីមួយជំហានទៅមួយជំហានក្រោមការខិតខំអស់រយៈពេលជាច្រើនឆ្នាំនិងច្រើនដំណាក់កាលទីបំផុតវ៉ាមែនសម្រេចបាននូវសមិទ្ធផលថ្មីស្រឡាងមួយដែលមានការរចនាដ៏ល្អឥតខ្ចោះបូករួមជាមួយនឹងការបញ្ចូលនូវអត្តសញ្ញាណខ្មែរដែលមិនអាចកាត់ថ្លៃបាននោះគឺ Warman The Angkor Titanium គ្រាន់តែស្ដាប់ឮឈ្មោះគឺពិតជាអស្ចារ្យដោយ model នេះត្រូវបានដាក់បញ្ចូលរូបប្រាសាទអង្គរវត្តដែលជាដួងព្រលឹងជាតិខ្មែរដ៏ល្អឯកគ្មានគូប្រៀបទៅលើមុខនីលការូបអង្គរវត្តដែលធ្វើឡើងពីស្ពាន់ហើយក្រមេជាមួយពណ៌ចម្រុះដ៏ទាក់ទាញនេះទៀតសោតគឺមានលក្ខណៈផុសលឹបលៀនមានស្រទាប់ដូចទៅនឹង 3D ប្រកបទៅដោយភាពច្នៃប្រឌិតដែលនេះគឺជាចំណុចដ៏ទាក់ទាញបំផុតសម្រាប់ម៉ូតនេះក្រៅតែពីការរចនាប្រកបដោយគំនិតច្នៃប្រឌិត The Angkor Titanium ក៏បានគិតគូរពីគ្រឿងបង្គុំយ៉ាងល្អិតល្អន់ដើម្បីធានាឲ្យបាននូវការប្រើប្រាស់យូរអង្វែងនិងមានគុណតម្លៃតកូនចៅដោយ Warman បានជ្រើសយកដែក Titanium ដែលបងប្អូនតែងតែហៅងាយៗថាដែកយន្តហោះ Titanium មានតម្លៃថ្លៃហើយដើរតួយ៉ាងសំខាន់នៅក្នុងវិស័យអវកាសក៏ដូចជាវិស័យផលិតយន្តហោះផងដែរដោយសារតែ Titanium ស្រាលតែតាន់ហើយធន់នឹងកម្ដៅនិងការសឹករិចរើនៃការកកិតនៅក្នុងស្រទាប់បរិយាកាសតាមក្របម៉ោងនីមួយៗបានបំពាក់ទៅដោយ Swiss Luminous សម្រាប់ឲ្យបងប្អូនងាយស្រួលមើលម៉ោងនៅទីងងឹតកញ្ចក់បំពាក់ទៅដោយកញ្ចក់ប៉ោង Sapphire Crystal ម៉ូតនេះក៏បានបំពាក់ទៅដោយម៉ាស៊ីនអូតូម៉ាទិកនិងមើលធ្លុះដល់ផ្នែកខាងក្នុងផងដែរអមជាមួយរូបបាយ័នដែលកំពុងតែញញឹមយ៉ាងទាក់ទាញសម្រាប់ម៉ូតនេះក៏បានបំពាក់ទៅដោយខ្សែ rubber ដែលមានភាពប្រណិតមិនងាយប្រឡាក់មិនកាន់ដីនិងមានភាពធន់ជាងខ្សែស៊ីលីកូនធម្មតាម៉ូតនេះបានបំពាក់ជាមួយអាវក្រោះការពារទឹករហូតដល់50ម៉ែត្រផងដែរក្រៅតែពីការគិតគូរយ៉ាងល្អិតល្អន់ពីភាពប្រណិតរបស់នីលកាសូម្បីតែប្រអប់ក៏បង្កប់នៅគំនិតច្នៃប្រឌិតផងដែរដោយរាងប្រអប់ទាំងមូលគឺយើង inspire ចេញពីរាងរបស់នីលកាដៃហើយពណ៌របស់ប្រអប់គឺ inspire ចេញពីទង់ជាតិរបស់ខ្មែរដែលយើងបូករួមបញ្ចូលពណ៌ខៀវពណ៌ក្រហមនិងពណ៌សអមជាមួយដៃកាន់យួរយ៉ាងស្រស់ស្អាតផ្នែកខាងក្នុងគឺត្រូវបានបិទដោយស្បែកគឺមើលទៅគឺប្រណិតមែនទែនសម្រាប់ model មួយនេះរាល់ការជឿ model នេះអតិថិជននឹងទទួលបានការធានារហូតដល់3ឆ្នាំពេញតែម្ដងហើយសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយ